មានណាម្នាក់នឹងគឺហ៊ានហោះដល់ប្រទេសចម្រាស់នោះទេអញ្ចឹងយើងឃើញថាផ្ទៃមេឃទាំងមូលនៅក្នុងប្រឡងពេលនេះគឺពោពេញទៅដោយអ្នកខ្លាំងដែលមានកម្រិតធម៌ពលគឺពាក់កណ្ដាលអន្តរិយនិយាយពីថាឡើងស្ញេះតែម្ដងណាអូយមិននឹកស្មានថានៅក្នុងទីក្រុងភៀនបណ្ដាទាំងមូលគឺមានពោពេញដោយអ្នកខ្លាំងបែបហ្នឹងទេអ្នកទាំងអស់គ្នានិយាយទៅសុទ្ធសឹងតែជាអ្នកដែលមានកម្រិតធម៌ពលពាក់កណ្ដាលអន្តរិយក្នុងនោះផងដែរក៏មានសយានយើងម្នាក់ដែរប៉ុន្តែឃើញថាសយានរបស់យើងគឺក្មេងជាងគេហើយកោដៅរបស់ពួកគេទាំងអស់គ្នាហ្នឹងកំពុងតែធ្វើដំណើរទៅកាន់ទីតាំងកន្លែងប្រកួតនៃការចម្រាញ់ឱសថនឹងតែម្ដងយើងឃើញថាការប្រកួតចម្រាញ់ឱសថនៅលើកនេះគឺបាទមកដុំដល់អ្នកខ្លាំងគឺមកពីច្រើនមកពីគ្រប់តំបន់មកពីគ្រប់ភូមិភាគអញ្ចឹងណាយើងឃើញថាតាកញ្ចាស់ទាំងអស់ហ្នឹងអ្នកខ្លះគឺអត់ទាន់ដឹងថាហ្នឹងគឺជាស៊ីយានទេគេមើលមកកាន់ស៊ីយានដល់ការមើលងាយតែម្ដងដល់គេគឺបានកេះគេបានកេះគ្នាអញ្ចឹងណាគេបាននិយាយថាតាអាចអាលិតចង្រៃនោះគឺជានរណាទៅហេតុអ្វីបានជាវាហ៊ានមកបង្ហាញនៅលើអាកាសដូចជាពួកយើងដែរវានេះគឺមករកសេចក្តីសប្តិខ្លួនឯងហើយបាទហើយចំណែកតាចាស់ម្នាក់មួយទៀតនោះបាទនិយាយទៅប្រហែលជាគាត់អត់បានដឹងថាគឺជាស៊ីយានទេប្រហែលជាអត់បានទៅចូលរួមមើលអាការប្រកួតគ្នាដល់ក៏ក្រៅគ្រឿងស៊ីយានជាមួយនឹងតាកញ្ចាស់លីកាន់ណាអ្នកនរគ្នាបើសិនជាពួកគាត់បានឃើញប្រហែលជាអត់ហ៊ាននិយាយអញ្ចឹងទេហ្នឹងហើយនៅក្នុងរំលងពេលហ្នឹងគេបាននិយាយថាមើលទៅគឺអាមនុស្សចំនួនក្រោយនេះគឺពិតជាគ្មានដឹងអីពិតមែនតែហើយជាវាគឺចង់ឲ្យមានការចាប់អារម្មណ៍ឲ្យមនុស្សស្រីដែលនៅខាងក្រោមគឺចាប់អារម្មណ៍ទៅលើគេហើយមើលទៅបាត់គេគឺមកបង្ហាញខ្លួនជាមួយនឹងពួកយើងដែរស្រាប់ពេលវេលាដែរឃើញថាតាចាស់ទាំងអស់ហ្នឹងគឺកំពុងតែនាំគ្នានិយាយងើដូចជាបាទខ្មុំណាលើហោះអាកាសគឺស្រាប់តែមានរលកនៅធម្មពលបាទកម្រិតពាក់កណ្ដាលអន្តរិយដ៏សម្បើមមួយគឺចាប់ដើមកើតឡើងនៅក្នុងលោកពេលហ្នឹងដែលជាហេតុធ្វើឲ្យពួកតាចាស់ទាំងអស់ដែលមានកម្រិតធម្មពលពាក់កណ្ដាលអន្តរិយនោះគឺមានការចាប់អារម្មណ៍គ្នាតែម្ដងអ្នកទាំងអស់គ្នានៅក្នុងលោកពេលនេះផងដែរស្រាប់តែបង្ហាញនៅរឿងតាចាស់ម្នាក់គាត់ក៏បានបង្ហាញខ្លួននៅក្បែរស៊ីយិនហើយក៏បាននិយាយទៅកាន់ស៊ីយិនផងដែរថាសួស្ដីលោកកូនយិនសៀវថ្ងៃនេះគឺយើងជួបគ្នាទៀតហើយយើងឃើញថានៅក្នុងអំឡុងពេលនេះគឺស៊ីយិនក៏បានមានមករកនៅសម្លេងដែលបាននិយាយមកកាន់គេអញ្ចឹងណាអ្នកទាំងអស់គ្នាយើងឃើញថាពួកតាចាស់ទាំងអស់នឹងអ្នកទាំងអស់គ្នាហើយគឺគ្រាន់តែឃើញគេថាគ្រាន់តែឃើញក៏ដូចជាលឺនឹងសម្លេងរបស់បរិសចំណាស់ម្នាក់ដែលបាននិយាយមកកាន់ស៊ីយិនបែបហ្នឹងគឺធ្វើឲ្យពួកគេគឺបានបើកដេកលេងឡើងគ្រប់គ្នាតែម្ដងដែលពួកគេទាំងអស់គ្នាគឺនិយាយឡើងព្រមគ្នាតែម្ដងអ្នកទាំងអស់គ្នាដែលបាននិយាយព្រមគ្នាថាគេនោះគឺយិនស៊ីវបាទដល់ពេលអញ្ចឹងទៅគឺបានដឹងអ្នកទាំងអស់គ្នានិយាយទៅគឺឈ្មោះយិនស៊ីវនេះគឺល្បីរន្ទឺឡើងពេញទីក្រុងធានបុរាណអ្នកទាំងអស់គ្នាគាត់ថាអ្នកខ្លះហ្នឹងគឺមិនបានឃើញផ្ទាល់អញ្ចឹងណាដល់ពេលលើតាចាស់ម្នាក់ដែលបានហៅស៊ីយិនថាយិនស៊ីវបែបហ្នឹងអញ្ចឹងទៅគឺបានធ្វើពួកគេទាំងអស់គ្នាដែលនៅលើរហោអាកាសទាំងអស់គ្នាហ្នឹងគឺមានការភ្ញាក់ផ្អើលនៅក្នុងអំឡុងពេលហ្នឹងផងដែរឃើញថាស៊ីយិនបាននិយាយឡើងប្រាប់ថាព្រឹត្តិការណ៍ឈិនចុងបាទយើងឃើញថាតាដែលបង្ហាញខ្លួនគឺលោកតាឈិនចុងអ្នកទាំងអស់គ្នាណាដែលមានពលធម៌ពលគឺពាក់កណ្ដាលត្រីផ្កាយ3នឹងឯងពេចឈិនចុងទៅអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនោះផងដែរគឺស៊ីយិនបាននិយាយថាព្រឹត្តិការណ៍ឈិនចុងលោកគឺចាប់អារម្មណ៍ទៅទីតាំងកន្លែងនៃការប្រកួតចម្រាញ់ឱសថដែរតែពិតមែនដែរទេហ្នឹងអំឡុងពេលផងដែរឈិនចុងគឺបាននិយាយទៅកាន់ស៊ីយិនបែបលក្ខណៈបែបគូសមអ្នកអស់នេះគឺបាននិយាយទៅកាន់ស៊ីយិនថាពិតមែនហើយសម្រាប់ตัวយិនស៊ីវមើលទៅគឺការប្រកួតចម្រាញ់ឱសថក្នុងឆ្នាំនេះវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយមើលទៅនោះដូច្នេះហើយតើនឹងខកខានតាចាស់ដូចជាខ្ញុំបានដល់របៀបណាទៅទីតាំងកន្លែងដែលមានការប្រកួតប្រជែងទីតាំងកន្លែងនោះគឺត្រូវតែមានតាកញ្ចាស់ឈិនចុងដូចជាលោកខ្ញុំនឹងឯងយើងឃើញថានៅក្នុងរំពេលដែលឈិនចុងបង្ហាញខ្លួនបែបនេះនោះឃើញថាតាចាស់ទាំងអស់នោះដែលដំបងឡាយគឺហាត់វិជាមើលមកកាន់សញ្ញានឹងដូចជាដល់ខ្លួនហ្នឹងគឺបានបាក់ក៏ស៊ីខ្លួនហ្នឹងគឺមកក្បែរសញ្ញាហាក់បើដូចជាទីរូបតែទៅស៊ីខ្លួនគឺមកទៀតដោះម្ដាយបៅអញ្ចឹងអ្នកទាំងអស់គ្នានឹងពេលចឹងទៅគូអស់សម្ដេចខ្លាំងមែនតែម្ដងក៏ប៉ុន្តែអ្នកទាំងអស់គ្នាអើយដល់ពេលមានផងដែរស្ដាប់តែមានលោកធម្មពលមួយដែលជាលោកធម្មពលកាយកម្ពូលនៃគណិតធម្មពលពាក់កណ្ដាលត្រៀងគឺបានបង្ហាញខ្លួនលើលំហអាកាសម្ដងទៀតអញ្ចឹងប៉ុន្តែលោកធម្មពលនៃការបង្ហាញម្ដងលើកនេះគឺពិតជាគួរឲ្យរន្ធត់និងគួរខ្លាចខ្លាំងមែនតែម្ដងអ្នកទាំងអស់គ្នាសូម្បីតែសយានក៏ធ្វើឲ្យគេមានអារម្មណ៍ថារំកើបាទនៅក្នុងអំណាចនៃធម្មពលចិត្តវិញ្ញាណរបស់គេដែរអញ្ចឹងណាហ
ហើយយើងឃើញថាមនុស្សគ្រប់គ្នាគឺពិតជាមានការចាប់អារម្មណ៍ទៅកាន់រលកធម្មពលខ្លាំងមែនទែនតែម្ដងអ្នកទាំងអស់គ្នាបាទស្របពេលវេលាដែលមនុស្សទាំងអស់គ្នានឹងកំពុងតែមានការចាប់អារម្មណ៍នោះសាច់រឿងរបស់